តើយើងកណនី limit មួយចឹងដើម្បីកណនី limit បានយើងត្រូវជួសមើលរៀងសិនបាទយើងជួសមើលរៀងមកចឹងយើងជួសលេខ2មកខ្ញុំ2សេគុណ3ដកឲ្យ2គុណ2សេគុណ2ដកឲ្យ4គុណនឹង2បូក8លើ2ដក2ដូចជាការ៉េអញ្ចឹង2សេគុណ3ដកឲ្យ2សេគុណ3អញ្ចឹងកន្លែងនេះស៊ីសងអស់បាទនឹងដក8បូក8ហ្នឹងក៏ស៊ីសងអស់លើ0នៅជាការ៉េវាស្មើ0ដែរពីដក2មិន0ណាអញ្ចឹងដកស៊ីសងអស់ស្មើ0អញ្ចឹងរៀងមិនកំណត់0លើ0លើ0យើងជុំមើលរៀងឃើញលីមីតយើងមានរៀងមិនកំណត់0លើ0ជាងដល់យើងជួសមើលលីមីតមានរៀងមិនកំណត់0 0យើងកណនីតទៀតមកលីមីត x ក្រឹត7 2ចឹងយើងអាចចាប់ x ការ៉េជាកតាសល់ x ដក2យើងចាប់ដក4ជាកតាដក4តា x ដក2គុណទៅបានបូក8វិញលើ x ដក2លើជាការ៉េយើងកណនីតទៀតយើងសេថា limit x ក្រឹត7ហើយនេះសំទោស x ក្រឹត7 limit x ក្រឹត7យើងចាប់ដក2ជាកតា x ដក2ជាកតា x ដក2កតា x ការ៉េដក4លើចឹង x ដក2លើការ៉េយើងអាចសេថា x ដក2កតា x ដក2អញ្ចឹងយើងអាចសម្រួល x ដក2ចេញបានយើងសេទៀតមក limit x ក្រឹត7នៃ x ការ៉េដក4លើ x ដក2យើងអាចសេទៀតបានថា limit x ក្រឹត7ចឹង x ការ៉េដក4យើងអាចកណនីមើលទៅខ្ញុំបញ្យល់បន្តិច x ការ៉េដក4យើងអាចនិយាយថា x ការ៉េដក2ជាការ៉េវាស្មើ x ដក2កតា x ដក2ចឹងយើងសរសេរទៀតមកថា x ដក2កតា x ដក2លើ x ដក2ទៅសំទោស x ដក2កតា x បូក2 a ការ៉េដក b ការ៉េនេះបានរូបមន្ត a ការ៉េដក b ការ៉េស្មើ a ដក b កតា a បូក b អញ្ចឹងយើងសម្រួល x ដក2អស់នៅសល់តែ limit x ក្រឹត7នៃ x បូក2យើងចំនួន2ចូលស្មើ2បូក2ស្មើនឹង4ដូចនេះ limit a យើងគឺស្មើនឹង4បាទសូមអរគុណ